bạnส่วนจะมีsố video នេះខ្ញុំនឹងបង្ហាញពីការចុះ account transaction ឬក៏ប្រតិបត្តិការផ្នែកគណនេយ្យនៅលើ system ដូចជាការចុះចំណូលឬក៏ការចុះចំណូលឬក៏ការចុះចំណាយផ្សេងៗទៅឬក៏មើលប្រតិបត្តិការផ្នែកគណនេយ្យថាតើតើនៅផ្នែកគណនេយ្យតែយើងចូលនៅកន្លែងណាបាទអញ្ចឹងកុំឲ្យខាតពេល review សូមចូលទៅលើ system មួយបាទនេះជា system របស់យើងអញ្ចឹងដើម្បីចុះប្រតិបត្តិការផ្នែកគណនេយ្យយើងមានមុខងារមួយគឺ account transaction បាទចឹងខាង account transaction យើងមាន account មួយគឺ account operation accounting operation ដែលយើងចូលនៅកន្លែងហ្នឹងមកចឹងនេះជាយើងចូលដំបូងគឺឃើញ journal entry បាទមានថាយើងចុះប្រតិបត្តិការផ្នែកគណនេយ្យណាបាទចឹងប្រតិបត្តិការផ្នែកគណនេយ្យហ្នឹងដែរខាងគណនេយ្យគាត់នឹងដឹងហើយថាប្រតិបត្តិការហ្នឹងគឺយើងចុះដើម្បីអីគេដើម្បីធ្វើការភាពជាមួយនឹង account សច្ចឬក៏ចុះទៅតាមប្រតិបត្តិការជាក់ស្ដែងបាទចឹងដើម្បីចុះយើងចុចនៅកន្លែង journal entry បាទឬការបរិច្ឆេទជាក់ស្ដែងហើយទឹកប្រាក់បាទប្រតិបត្តិការជាអីគេជា journal voucher payment ហើយផ្សេងៗទៅអាហ្នឹងយើងរើសបានបាទ receipt note អាហ្នឹងយើងអាចរើសបានបាទមាន note អីជាក់ស្ដែងនេះគឺផ្នែក GL បាទយើងចុះ GL អីគេយើងរើសជាក់ស្ដែងមកបាទតភាគជាមួយនឹង GL គេយើងរើសមកបាទបញ្ចូល debit credit ចឹងទៅបាទចឹងពីផ្នែកគណនេយ្យគឺគាត់យល់ហើយស្អាតហ្នឹងយើងចែកសារទៅគឺបានប្រមាថការផ្នែកគណនេយ្យមួយដែលយើងបានចុះបាទយើងចែកសារទុកមួយចឹងខ្ញុំថយក្រោយវិញហើយមានមុខងារផ្សេងទៀតគឺមានមុខងារទាក់ទងនឹង income list ចឹង income list មានថាចំណូលផ្សេងហើយយើងអាចចុះនៅកន្លែងនេះបានចំណូលផ្សេងយើងចុចមកឬការបរិច្ឆេទទឹកប្រាក់ជាក់ស្ដែងបាទអានេះប្រភេទចំណូលផ្សេងហើយយើងវាយទឹកប្រាក់ចឹងទៅបាទអញ្ចឹងវានឹងចូលជាប្រភេទចំណូលផ្សេងទៅបាទហើយយើងមានមុខងារចុះចំណាយដែរបាទចំណាយទីទៅផ្សេងនៅលើក្រុមហ៊ុនរបស់យើងមានចំណាយទីខ្លះយើងចុចកន្លែងហ្នឹងមកយើងយកពាក្យ add ចំណាយបាទអញ្ចឹងចុច add ចំណាយមកឬប្រតិបត្តិការជាក់ស្ដែងបាទមានសាខាបាទ currency បាទអីចឹងទៅនេះគឺប្រភេទចំណាយយើងបញ្ចូលជាក់ស្ដែងមកចំណាយគេចំណាយដល់ប្រាក់ខែបាទចំណាយផ្សេងៗអានេះយើងចុះតាមប្រតិបត្តិការដែលយើងចំណាយជាក់ស្ដែងនៅពីផ្នែកនេះគឺគាត់ដល់ចំណាយដល់ណាគេបាទយើងចុះជាក់ស្ដែងណាទៅវានឹងដកប្រាក់ចុះប្រតិបត្តិការចំណាយផ្សេងកន្លែងនេះគឺ GL transaction អញ្ចឹងប្រតិបត្តិការផ្នែកគណនេយ្យដែលយើងចុះមិនថាប្រតិបត្តិការលើ system របស់យើងទាំងមូលហ្នឹងនៅពេលដែលយើងចុះគឺវាធ្វើការប្រតិបត្តិផ្នែកគណនេយ្យវាចូលកន្លែង GL transaction ដែរអញ្ចឹងវីដេអូរបៀបបង្ហាញពីការចុះប្រតិបត្តិការផ្នែកគណនេយ្យទូទៅផ្សេងៗគឺមានតែប៉ុណ្្នឹងទេសូមអរគុណ